សូនតារាកើងបញ្ញាផ្លែកស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដោះមែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1បើយោងតាមការបោះឆ្នោតថៃបង្កើនភាពតានតឹងខ្ញុំស្រឡាញ់អ្នកប្រធានបទទី2តើហ៊ុននឹងដោះស្រាយដីដែលបាត់ដោយវិធីណាច្បាប់អន្តរជាតិដោយការចរចាឬក៏ដោយភាពស្ងប់ស្ងាត់ឬក៏ដោយការបោះបង់សកលទ្រីវិស័កវិឆ័យមុននឹងចូលទៅដល់ការបកស្រាយនៅប្រធានបទប្រតិក្រឡាទាំងពីរនេះរដ្ឋស្អែមយើងក៏មានសំណួរមួយដែលប្រិយមិត្តចោទសួរមកខ្ញុំកាលពីម្សិលមិញខ្ញុំបាននិយាយអំពីខ្ញុំស្គាល់ដំណើរនយោបាយនិងការគិតរបស់ហ៊ុនសែនខ្ញុំបានឃើញពីទំនោរឬក៏ជំហានពុកសភាពដែលហ៊ុនសែនបោះទៅឥណ្ឌូចិនពីព្រោះតែព្រួយបារម្ភរឿងបញ្ហាព្រំដែននិងมันអាចមានសត្រូវជំទឹះគឺត្រូវតែមានភាពល្អកល្អឿនដាច់ខាតកិច្ចមិនផុតជាមួយប្រទេសយួនហើយក៏មានការអត្ថាធិប្បាយកាលពីម្សិលមិញខ្ញុំមិនរៀបរាប់ម្ដងទៀតគ្រាន់តែយោងឲ្យបងប្អូនពិតចាស់សុំទៅមើលវីដេអូកាលពីម្សិលមិញព្រមមានសំណួរមួយរស់សុគន្ធដំឆ្លើយតបទៅនឹងការបកស្រាយរបស់ខ្ញុំណាស្វីម៉ៃកែថាលោកគ្រូចុះហ៊ុនសែនចងសម្ព័ន្ធមិត្តល្អិតល្អោកល្អឿនជាមួយនឹងវៀតណាមហើយនឹងឡាវតើមានប្រយោជន៍អ្វីដល់កម្ពុជាជាមួយអានេះគឺជាសំណួរមួយដែលប្រិយមិត្តមួយរូបគាត់សួរហើយខ្ញុំមិនលើកជាប្រធានបទទេព្រោះខ្ញុំបាននិយាយកាលពីម្សិលមិញបើតែខ្ញុំឆ្លើយរាល់សម្ព័ន្ធមិត្តទាំងអស់តែងតែមានផលប្រយោជន៍គ្រាន់តែថាផលប្រយោជន៍វាមានច្រើនឬក៏តិចមាននរណាចំណេញច្រើនជាងនរណាចំណេញតិចជាងអានេះគឺនិយាយអំពីផលប្រយោជន៍ហើយដល់ពេលខ្ញុំនិយាយដូចនោះសូមតារានិយាយបែបវិទ្យាសាស្ត្រនិងសច្ចធម៌អាណាចក្រខ្មែរផលប្រយោជន៍គឺទី1បើយើងនិយាយឲ្យចំការពីអំណាចបាសេរីណារបស់ហ៊ុនសែនអានេះទី1គឺការពីអំណាចរបស់ហ៊ុនសែនហើយហ៊ុនសែនគាត់គិតថាគាត់កាន់អំណាចគឺគាត់ការពីសន្តិភាពអានេះគឺជាការគិតរបស់គាត់ផលប្រយោជន៍មួយទៀតគឺប្រទេសមិនត្រូវមានសត្រូវជុំទឹះពេលដែលខ្លួនខ្សោយសងសាមគ្គីជាការពិតណាបងប្អូនខ្ញុំយល់ពីអារម្មណ៍ថាផ្កាព្រៃច្បាស់ជាក្តៅកាហាយប៉ុន្តែបងប្អូនបែរទៅមើលចំនួនប្រដាប់អាវុធវិញកម្ពុជាបើក្នុងអំឡុងពេលតែមួយយួនក៏វាយថៃក៏វាយតើយើងមិនរលាយឬក៏យ៉ាងណាសវណ្ណរាណសអញ្ចឹងអានេះគឺជាផលប្រយោជន៍មួយដែលទោះបីជានរណាកាន់អំណាចក៏ដោយត្រូវតែមានសម្ព័ន្ធមិត្តមិត្តភាពជាមួយប្រទេសជិតខាងជាប់ភូមិផងរបងជាមួយនៅអឺរ៉ុបជាគំរូប្រទេសអឺរ៉ុបទោះជាប្រទេសនោះតូចក៏ប៉ុនសបកក្តាមមកចំអាមបេះដូងដីក៏គេគោរពគ្នាទៅវិញទៅមកដែរអានេះគេហៅថាសម្ព័ន្ធមិត្តឬការ
គ្រប់គ្នាទៅវិញទៅមកអញ្ចឹងរាល់ការចងសម្ព័ន្ធមិត្តទាំងអស់បើយើងដកយកអារម្មណ៍នៃប្រវត្តិសាស្ត្រឬក៏អារម្មណ៍នៃការមិនចូលចិត្តគឺវាតែងតែបង្កប់នៅផលប្រយោជន៍អ្វីមួយអញ្ចឹងច្បាស់បងប្អូនយើងគាត់សួរថាតើហ៊ុនសែនគាត់ទៅចងសម្ព័ន្ធមិត្តជាមួយយួននិងឡាវនឹងមានប្រយោជន៍អ្វីមានគឺมันមានសត្រូវ2 3ក្នុងពេលតែមួយណាបើមានគឺយើងថាយើងហ៊ុនសែនគាត់មិនអីទោះថាហ៊ុនសែនតោកយ៉ាក់កាន់អំណាចយ៉ាងណាក៏ដោយប៉ុន្តែទឹកដីអុកពេជ្រសំណាងជាទឹកដីរបស់យើងទាំងអស់គ្នាមិនមែនជាទឹកដីកម្មសិទ្ធិរបស់ហ៊ុនសែនទេយើងព្រួយបារម្ភទឹកដីទាំងអស់គ្នាអានេះតើប៉ុណ្្នឹងឯងចុះបើយើងនិយាយអំពីចំណេញយើងអត់មានចំណេញអីទាំងអស់យើងមានបានចំណេញអីទាំងអស់ហេតុអីខ្ញុំនិយាយពីរចំណុចទី1កត្តាណាកត្តាកេងប្រវ័ញ្ចខ្ញុំនិយាយកាលពីម្សិលមិញនៅពេលណាដែលយើងអាសន្នខ្សោយយើងត្រូវការទៅពឹងអ្នកជួយលងទឹកគេសុំអីក៏ឲ្យដែរអញ្ចឹងបើនិយាយអំពីការចំណេញគេយួនចំណេញបានយ៉ាងច្រើនអំពីភាពភ័យខ្លាចរបស់ហ៊ុនសែនហើយថៃវាយប្រហារកម្ពុជាគឺធ្វើឲ្យយួនលួចសោចពេលណាដែលខ្ញុំនិយាយកាលពីម្សិលមិញហើយថៃបំភ័យហ៊ុនសែនកាន់តែខ្លាំងគឺធ្វើឲ្យហ៊ុនសែនរត់ទៅតោងយួនណាស្រីពៅកាន់តែខ្លាំងហើយពេលនោះហ៊ុនយួនទាអីក៏បានដែរអត់មានអីទេព្រោះខ្លាចសេចក្តីភ័យខ្លាចទាំងព្រួយបារម្ភណែអាហ្នឹងគឺបើខ្ញុំនិយាយពីផលប្រយោជន៍ឬក៏ភាពចំណេញកៅច័ន្ទបារាភាពចំណេញគឺយួនចំណេញចុះឡាវគ្រាន់តែអមទេអត់មានអីទេអានេះចំណុចទី1ចំណុចទី2ដានប្រវត្តិសាស្ត្រស្រីនាងគឺឥណ្ឌូចិនដានប្រវត្តិសាស្ត្រគឺឥណ្ឌូចិនគឺជាទស្សនៈរបស់ហូជីមិញដែលចង់យកប្រទេស3នេះគឺរដ្ឋស្វ័យយ័តឯករាជ្យប៉ុន្តែរដ្ឋស្វ័យយ័តប៉ុន្តែមិនឯករាជ្យគឺជាប្រទេសមួយដែលស្ថិតនៅក្នុងអាណាមគ្រប់គ្រងដោយយួនឧទាហរណ៍ដូចជានៅចិនមានសិង្ហបុរីមានតៃវ៉ាន់មានម៉ាកាវអញ្ចឹងអានឹងស្វ័យយ័តមានច្បាប់រៀងៗខ្លួនណាការគ្រប់គ្រងមានរៀងៗខ្លួនប៉ុន្តែជាប្រទេសចិនតែមួយហូជីមិញក៏ចង់ធ្វើអញ្ចឹងណាឡាវកម្ពុជាមានច្បាប់មានប្រព័ន្ធអីដូចម៉ាកាវដូចតៃវ៉ាន់ដូចអីប៉ុន្តែមិនមែនជាប្រទេសឯករាជ្យទេគឺជាដែលឥណ្ឌូចិនមួយដែលគ្រប់គ្រងដោយវៀតណាមអញ្ចឹងអាសំណល់ហ្នឹងវាសល់ដល់ទៅពេលសល់មកវាតាមតោងរហូតមកដល់សពថ្ងៃតាមតោងរហូតដល់សពថ្ងៃដូចដែលខ្ញុំលើកឡើងអំបញ្ញកាលពីម្សិលមិញហ្នឹងគឺបើកាលណាហ៊ុនសែនគាត់ងាកទៅចិនជ្រុលធ្វើឲ្យណាគាត់ចង់ក្រិកស្មាគាត់ចង់ស្មាជាមួយនឹងយួនធ្វើឲ្យយួននឹងគឺអត់សบายចិត្តទេហើយពេលដែលថៃវាយលើបាបើយួនរឹតតែអពីព្រោះយួនច្បាស់ថាដូចជាកលល្បិចមួយណាសឹងតែពេលដែលថៃវាយនឹងសឹងឲ្យយួនប្រយុទ្ធឲ្យវាយមានលួចប្រើដាក់ពីព្រោះពេលដែលហ៊ុនសែនអសន្នគឺនឹងងាកទៅតោងយួនច្បាស់ជាមិនខានហើយពេលនោះយួននឹងទាមទារប្រយោជន៍សម្រាប់ប្រទេសណាសម្រាប់ប្រទេសយួនហើយហ៊ុនសែនក៏លែងហ៊ានទៅចិនឲ្យខ្លាំងក្លាណាស់ណាដែរពីព្រោះមើលទៅចិនឆ្ងាយហើយចិនមានទំនោរមិនឈរនៅខាងហ៊ុនសែន 100% ឡើយពីព្រោះមានការរារាំងពីអាមេរិកអានេះគឺជារឿងមួយណារឿងនេះពិតដឹងខ្ញុំបានឆ្លើយទៅនឹងសំណួររបស់ប្រិយមិត្តត្រង់ហ្នឹងសួរថាតើសម្ព័ន្ធមិត្តរបស់ហ៊ុនសែនជាមួយនឹងយួនមានប្រយោជន៍អ្វីមានដូចខ្ញុំលើកឡើងចឹងប៉ុន្តែអត់ចំណេញអីទេយើងសូន្យមែនទេស្រីបើឡាវគឺអត់មានអីដែរអញ្ចឹងហ៊ុនសែនគាត់ចង់ឃ្លាតបន្តិចអំពីយួន
ដោយទៅងាកចាប់ចិនឥឡូវនេះគាត់ចាប់ផ្ដើមចូលជាសង្គ្រាមនេះជាចិត្តសាស្ត្រជាជំហររបស់គាត់សុកកៃទៅឥណ្ឌូចិនវិញដោយមើលទៅដូចជាស្របជាមួយឆន្ទៈនេះរបស់វៀតណាមដែលចង់បានប៉ុន្តែអ្វីដែលហ៊ុនសែនព្រួយបារម្ភគឺចំនួនព្រំដែននិងអ្វីដែលហ៊ុនសែនកាន់តែព្រួយបារម្ភខ្លាំង90និមលគឺអំណាចរបស់គាត់ដែលអាចឈររឹងមាំក្នុងស្ថានភាពដែលប្រទេសនៅជុំវិញនេះជាពិសេសប្រទេសថៃវាលុកបានដែរទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាលីសាងស្រាតខោជិនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតសុខអសរប្រធានបទទី1ក្តៅមើលការបោះឆ្នោតនៅប្រទេសថៃឃើញប្រភពព័ត៌មានផ្សេងគ្នាប៉ុន្តែព័ត៌មានចុងក្រោយយ៉ងប៉ូលបែនអនុទីនដែលវាយឈ្លានពានកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់រហូតមកទល់បច្ចុប្បន្ននេះទទួលសម្លេងនាំមុខមានន័យថាឈ្នះខ្ញុំបានដាក់ចំណងជើងថាបើយោងតាមការបោះឆ្នោតនៅប្រទេសថៃបង្កើនភាពតានតឹងគីមឡាបង្កើនភាពតានតឹងហេតុអ្វីពីព្រោះបើថៃស្អប់សង្គ្រាមបើថៃមិនគ្រប់គ្រងសង្គ្រាមប្រជាពលរដ្ឋថៃច្បាស់ជាបោះឆ្នោតទម្លាក់អនុទីនយ៉ាងដាច់ឆ្ងាយជាទីបំផុតសម្លេងឆ្នោតរបស់ប្រជាជនថៃដែលបោះឆ្នោតឲ្យអនុទីនគឺជាការអបអរសាទរផងអបអរសាទរចំពោះអនុទីនដែលប្រើប្រាស់ព្រំដែនដោយហ៊ុនសែនគាត់និយាយត្រូវហើយនេះប្រើប្រាស់ព្រំដែនអបអរសាទរចំពោះការដែលយកដីខ្មែរបានឃើញខ្មែរស្រក់ទឹកភ្នែកខ្មែរកាន់តែស្រក់ទឹកភ្នែកថៃកាន់តែសោចគឺថៃកាន់តែគ្រប់គ្រងណាអ្នកដែលយកទឹកដីបានអ៊ីស្រុនគឺជំរុញផងបងប្អូនណាបើសម្លេងអនុទិនឈ្នះនៅក្នុងប្រទេសថៃមានន័យថាទី1ប្រជាជនថៃអបអរសាទរចំពោះសង្គ្រាមហើយថៃនឹងអត់ខ្លាចធ្វើសង្គ្រាមទេទី1ទី2ជំរុញឌីកខំណាឲ្យអនុទិននឹងបន្តធ្វើសកម្មភាពនឹងដដែលគឺឈ្លានពានទឹកដីកម្ពុជានិងការពារដណ្ដើមយកទឹកដីដែលខ្លួនបានកាន់កាប់ឲ្យបានទី3ជាការព្រមាននេះគឺមិនមែនជាការគម្រាមកំហែងដល់អនុទិនទេបើយោងតាមសម្លេងឆ្នោតគឺដូចជាការព្រមានដាក់លក្ខខណ្ឌថាហើយយកអានឹងបានណាអត់មានឲ្យលបោទៅវិញណាអញ្ចឹងវាជាទៅជាការជំរុញមួយឲ្យអ្នកដែលជាប់ឆ្នោតដោយសារសង្គ្រាមហ្នឹងខិតខំការពារងាប់ចោលដាច់ក្បាលដាច់កតុយដើម្បីកាត់យកទឹកដីឋានិតកុកស៊ីដែលខ្លួនបានទទួលអានេះគឺជានេះបើយោងតាមលទ្ធផលនៃការបោះឆ្នោតនៅប្រទេសថៃចំណុចមួយគឺខ្ញុំនិយាយអញ្ចឹងយើងត្រឡប់មកវិញចូលទៅក្នុងទូរទស្សន៍សូនតារានិយាយទៅលើការវិភាគខ្លះនៅក្នុងនយោបាយប៉ុន្តែខ្ញុំមិនមែនជាអ្នកវិភាគទេបងប្អូនយើងត្រឡប់ទៅមើលទ្រឹស្ដីរបស់សូនតារាវិញនិយាយអំពីថៃខ្ញុំនិយាយថាថៃល្បិចកលគ្មានដែនកំណត់ណាល្បិចកលគ្មានដែនកំណត់កុំជឿថៃជឿលើខ្លួនឯងខ្ញុំពីមុនធ្លាប់និយាយនៅក្នុងគ្រឿងខ្លែង
ដោយសារតែវាមិនទាន់ចូលដល់ប្រធានបទក្តៅថ្ងៃនេះចន្លាឡើងថ្ងៃនេះខ្ញុំលើកយកជាប្រធានបទធំមកនិយាយតែម្ដងមានន័យថារំលឹកឡើងវិញថៃណាក៏ដូចថៃណាដែរបងប្អូនថៃណាជាប់ឆ្នោតណាសុខាជីក៏ដូចថៃណាដែរថៃបែងចែកចេញជាអ្នកនយោបាយនិងប្រជាជនអ្នកនយោបាយថៃគឺតែងតែឆ្លៀនពៀនទឹកដីខ្មែរនិងចង់បានទឹកដីខ្មែរប្រជាជនថៃមានច្រើនពណ៌ច្រើនសម្បុរមានន័យថាផ្នត់គំនិតណាលេងពេញសោអ្នកខ្លះល្អខ្ញុំធ្លាប់លើកឧទាហរណ៍ពេលที่ខ្ញុំទៅប្រទេសថៃប្រជាជនថៃអត់មានរឿងអើងអីទេបាទខ្ញុំជូនឪពុកខ្ញុំទៅពេទ្យទៅវះកាត់នឹងជីរថភ្លើងថៃឃើញគឺឲ្យកៅអីអង្គុយណាលើកលែងតែតាក់ស៊ីអីខ្លះតាក់ស៊ីខ្លះឃើញរៀងទៅណងហ្នឹងជីវិលជុំវិញហ្នឹងដូចតែគ្នាដូចនៅខ្មែរដែរយើងអត់ស្គាល់ណាអត់មានដាក់ម៉ែត្រអីជីជុំវិញហ្នឹងយកម៉ែត្រឲ្យឆ្ងាយអាហ្នឹងនៅប្រទេសណាក៏មានដែរនៅម៉ាឡេស៊ីក៏មាននៅជប៉ុនក៏មាននៅបារាំងក៏មាននៅបារាំងក៏មានអាហ្នឹងយើងនិយាយថាមនុស្សខូចយើងកុំសំដៅទៅលើជនជាតិណាសំដៅទៅលើថាបើយើងហេងបើយើងសួយគឺយើងប៉ះចំមនុស្សអាក្រក់សរនកំពង់ចាមអាហ្នឹងចំណុចនេះណាថៃណាក៏ដូចថៃណាដែរអ្វីដែលយើងត្រូវយកចិត្តទុកដាក់សួរថាតើកម្ពុជាត្រូវឈរដោយរបៀបណាត្រូវពង្រឹងខ្លួនដោយរបៀបណាត្រូវត្រៀមខ្លួនប្រុងប្រយ័ត្ននឹងការពារប្រទេសជាតិដោយរបៀបណាសូមកុំផ្ញើអារម្មណ៍ជាបូណារបស់យើងទៅលើថៃនេះជាប់ឆ្នោតថៃនោះជាប់ឆ្នោតបើបងប្អូនផ្ញើអារម្មណ៍ទៅលើថៃនេះជាប់ឆ្នោតឬក៏ថៃនោះជាប់ឆ្នោតគឺបងប្អូនគិតខុសហើយថៃណាជាប់ឆ្នោតក៏ដូចថៃណាដែរគឺវានឹងវាយហើយវានឹងកាន់កាប់ទឹកដីណាដែលវាយកបានមានតែមួយគត់ហើយខ្ញុំនឹងនិយាយលម្អិតទៅក្នុងប្រធានបទទី2គឺច្បាប់អន្តរជាតិ បើគ្មានច្បាប់អន្តរជាតិការពារទេគីមហ្វូកប្រទេសកម្ពុជានឹងបាត់បង់ទឹកដីជាបន្តបន្ទាប់ណាវាមានតែពីរទេកម្ពុជាមានសម្ព័ន្ធមិត្តមានអាវុធខ្លាំងស្មើថៃអានឹងទើបអាចណាកាន់កាប់ទឹកដីបានទៅវិញឲ្យតែអាវុធប្រហាក់ប្រហែលគ្នាឲ្យតែអាវុធប្រហាក់ប្រហែលគ្នាកម្ពុជាមិនទេអាចណាដណ្ដើមយកទឹកដីបានមកវិញប៉ុន្តែយើងអត់និយាយអំពីទឹកចិត្តកងទ័ពនិងទឹកចិត្តប្រជាជនទេយើងនិយាយអំពីកម្លាំងអាវុធឥឡូវយើងត្រឡប់ទៅមើលវិញបើធម្មតាកិច្ចការកងទ័ពឬកិច្ចការការពារជាតិគេមិននិយាយសាធារណៈទេខ្ញុំមិនមែនជាអ្នកកាន់កងទ័ពខ្ញុំមិនមែនជាអ្នកកាន់ប្រទេសជាតិខ្ញុំនិយាយតាមទស្សនៈរបស់ខ្ញុំបើខ្ញុំកាន់កិច្ចការប្រទេសជាតិក៏ខ្ញុំមិននិយាយដែរណារឿងកិច្ចការកងទ័ពប៉ុន្តែមិននិយាយចំពោះកម្រិតកម្លាំងសពិវត្តប៉ុន្តែកម្រិតគោលនយោបាយនិយាយដើម្បីប្រជាជនយល់កម្រិតគោលនយោបាយណាស៊ីវត្តខ្មែរត្រូវតែនិយាយបើហ៊ុនសែនគាត់ចង់សម្ព័ន្ធមិត្តជាមួយយួនហើយយួនផ្ដល់អាវុធណាដើម្បីឲ្យប្រទេសកម្ពុជាមានភាពប្រហាក់ប្រហែលជាមួយនឹងថៃអានោះជាសម្ព័ន្ធមិត្តល្អមែនទេអូនជាបេដបងជាសម្ព័ន្ធមិត្តល្អមកพูดថាលោកគ្រូយើងត្រូវថាទៅហ៊ុនសែនអាយ៉ងយួនហ៊ុនសែនយួនចូលបើយើងទៅយកទឹកដីយួនឯណាបានមកប្រទេសយើងតូចក៏ប៉ុណ្ណេះយើងទៅស្អប់យួននឹងទោះជាសូនតារាដឹកនាំប្រទេសណាខ្ញុំចង់សម្ព័ន្ធមិត្តជុំវិញប្រទេសទាំងអស់តែអញ្ចឹងអត់គ្រប់គ្រងសូនតារាអត់ទៅមែនទេបើខ្ញុំទៅដឹកនាំប្រទេសខ្ញុំចង់សម្ព័ន្ធមិត្តជាមួយថៃជាមួយឡាវដូចអឺរ៉ុបខ្ញុំធ្វើដូចអឺរ៉ុបព្រោះខ្ញុំវាអត់ខ្លាំងខ្ញុំអត់ដូចចិនទេគេសុំឲ្យចិនក៏ប្រទេសនៅជាប់ជុំវិញខ្លួនវាអត់ដែលសង្គ្រាមជាមួយណាលើកលែងឌីចិនហ្នឹងវារុញគ្នាទៅមកនោះភពកំសោតវាខ្លាំងដូចគ្នាឥឡូវបងប្អូននៅកាន់អំណាចបងប្អូនទៅថាអញដើម្បីឲ្យស្នេហាជាតិយើងទៅបាញ់គ្រប់តែគ្នាបាញ់ងាប់អត់ទាំងអស់ទឹកដីខ្មែរយើងអាលាយបងប្អូនទៅវាយសង្គ្រាមឈ្នះយួននេះឥឡូវខ្ញុំសួរមើលនិយាយឲ្យត្រង់កុំនិយាយធ្វើឲ្យសម្បើមណាណាអាណាទៅវាយឈ្នះយួនឥឡូវខ្ញុំសួរមើលនេះហើយទៅវាយឈ្នះថៃហ៎ខ្ញុំថាម្សិលមិញណាខ្
ខ្មែរយើងជាមួយឡាវអូខេបានអញ្ចឹងបើសិនជាខ្ញុំមើលទំនោរណាចង្អៀតចេះនៅក្នុងតំបន់អាស៊ានមាន3ករណីចំណុចនេះមាន3ករណីដើម្បីធ្វើឲ្យប្រទេសកម្ពុជារឹងអាចទប់ទល់ជាមួយថៃបានខ្លះទី1បើអានេះខ្ញុំនិយាយបើអានេះដាងខៃបើយួនជួយអាវុធមកកម្ពុជាជួយនឹងជួយលុកក៏បានដែរមិនឲ្យទេប៉ុន្តែមិនមែនអាណានិគមទេមិនអាណានិគមមិនមែនអធិពលទេដូចអាមេរិកលុកអាវុធទៅឲ្យប្រទេសតៃវ៉ាន់លុកអាវុធទៅឲ្យអ៊ីស្រាអែលទេបើយួនលុកអាវុធឬក៏ផ្គត់ផ្គង់អាវុធដែលមានសក្តានុពលប្រហាក់ប្រហែលថៃស៊ីមុនរ៉ាវីខ្ញុំថាបើអានឹងគឺជាចំណុចមួយនៃសម្ព័ន្ធមិត្តល្អនឹងចាប់ផ្ដើមរឹងមាំបន្តិចគាត់បើបន្តិចអត់យកមនុស្សទៅបាញ់អត់យកមនុស្សទៅលេងជាមួយដៃរំដាកិនយកមនុស្សទៅលេងជាមួយដៃគឺថាយើងយកកងទ័ពទៅលេងជាមួយជនហោះមិនកើតទោះយើងបាញ់ធ្លាក់ដូចខ្ញុំធ្លាប់និយាយទោះជាយើងបាញ់ជនហោះធ្លាក់ក៏វាអត់មានតម្លៃស្មើនឹងអាយុជីវិតមួយដែរពលរដ្ឋនេះទី1ទី2អាស៊ានណាបើសិនជាប្រទេសអាស៊ានមានយួនជួយមានម៉ាឡេស៊ីមានប្រទេសធំសំខាន់សិង្ហបុរីព្រោះសមាជិកអាស៊ានសិតតែសំខាន់ណាមានម៉ាឡេស៊ីមានសិង្ហបុរីមានឥណ្ឌូនេស៊ីមានហ្វីលីពីនសម្រាប់ដាក់វិធានការសន្តិភាពនៅក្នុងតំបន់នឹងបញ្ចេញច្បាប់បង្កើតច្បាប់រដ្ឋធម្មនុញ្ញអាស៊ានមួយថ្មីជំរុញបើខ្ញុំយល់មិនបានខ្ញុំជំរុញដើម្បីឲ្យប្រទេសអាស៊ាននឹងកុំឈ្លានពានគ្នាហើយអត់មានដើរតួធ្វើអាត្រឹមត្រូវអាសម្របសម្រួលទេមានន័យថានិយាយថាអ្នកនេះឈ្លានពាននោះអត់មកឲ្យប្រទេសជាសមាជិកអាស៊ានប្រទេសទាំង10 11ទីមកថ្មីនឹងជាតំបន់សន្តិសុខតំបន់សន្តិភាពហើយបើយួនក៏ជាប្រទេសមួយធំដែរបើយួនឥណ្ឌូនេស៊ីម៉ាឡេស៊ីសិង្ហបុរីហ្វីលីពីនមានការគ្រប់គ្រងហើយជាកម្លាំងណាសម្រាប់កម្ពុជាប្រទេសថៃចង់មិនចង់ក៏ញាក់ដែរចាប់ផ្ដើមរៀបចំតំបន់មួយដែលមានសន្តិភាពអានេះជាចំណុចទី2ក៏យើងនៅតែអាចប៉ុន្តែបើពួកអាស៊ានឈរអោបដៃមើលដូចជាយួនឃើញឱកាសកម្ពុជាកំពុងតក់ស្លុតគេយកចំណេញមែនទេអាហ្នឹងគឺអត់ប៉ុន្តែបើសិនជាថៃឧទាហរណ៍ថាបើយួនលុកអាវុធយួនមានអាវុធទំនើបតែអាចលុកអាវុធឲ្យកម្ពុជាហើយថៃតវ៉ាថាប្រឆាំងលុកអាវុធជាការប្រឆាំងជាមួយនឹងច្បាប់អាស៊ានទេចុះថៃឈ្លានពានបាញ់យកទឹកដីអានឹងមិនប្រឆាំងទៅវិញទេអញ្ចឹងចំណុចទី2ចំណុចទី3គឺសម្ព័ន្ធមិត្តដាច់ខាតសម្ព័ន្ធមិត្តដាច់ខាតមានន័យថាត្រូវតែរើសមួយចិនឬក៏យួនចិនឬក៏អាមេរិកខ្ញុំមើលទំនោរមួយគីងរឿងនេះខ្ញុំមើលទំនោរមួយគឺប្រហែលជាចិនណាដកសេចក្តីទុកចិត្តចេញពីហ៊ុនសែនព្រោះតែហ៊ុនចិនអាចសម្លឹងមើលឃើញយ៉ាងច្បាស់ក្រោយសង្គ្រាមនេះហ៊ុនសែននឹងចាប់ដៃជាមួយយួនហើយនឹងមានទំនោរអាចងាកទៅអាមេរិកអានឹងជួនកាលចិនគិតទេប៉ុន្តែសម្រាប់ហ៊ុនសែនគ្មានថ្ងៃដែលងាកទៅអាមេរិកទេបើហ៊ុនសែនងាកទៅអាមេរិកក៏ជាការសម្ដែងតែប៉ុណ្ណោះពីព្រោះនាំឲ្យបាត់បង់អំណាចរបស់គាត់ងាកទៅអាមេរិកគឺបាត់បង់អំណាចរបស់គាត់ប៉ុន្តែទឹកដីខ្មែរគង់វង្សលីតែអញ្ចឹងទឹកដីខ្មែរគង់វង្សអញ្ចឹងបើសិនជាកម្ពុជាងាកទៅចិនដាច់ត្រូវមានហានិភ័យជាមួយអាមេរិកនឹងជួយថៃឬក៏សង្គ្រាមកាន់តែធំឡើងវាជាដំណាក់កាលមួយដែលស្មុគស្មាញនឹងលំបាកអញ្ចឹងចំណុចដែលអាចចូលជើងទោះយ៉ាងណាក៏ដោយបើសម្រាប់សូនតារាបើសម្រាប់ខ្ញុំនឹងជ្រើសរើសយកសម្ព័ន្ធមិត្តដាច់ខាតណែខ្ញុំធ្លាប់និយាយទេខ្ញុំនឹងងាកទៅអាមេរិកនេះហើយនឹងបើក
ឲ្យមានសម្ព័ន្ធមិត្តសពាវុធអាមេរិកសម្ព័ន្ធមិត្តសពាវុធរបស់ថៃហើយបើសម្ព័ន្ធមិត្តសពាវុធរបស់កម្ពុជាប្រទេសដែលប្រើអាវុធនិងសម្ព័ន្ធមិត្តអាមេរិកនឹងសម្របសម្រួលហើយពេលថ្ងៃមក2 ទៅ 3 ឆ្នាំទៀតបើច្បាប់អន្តរជាតិខ្លាំងអង្គការសហប្រជាជាតិមានឥទ្ធិពលអាមេរិកគ្រប់គ្រងច្បាប់អន្តរជាតិងាកទៅគ្រប់គ្រងច្បាប់អន្តរជាតិជាងកម្លាំងអាវុធណាជាងការប្រើអំណាចគេហៅថាអំណាចអ្នកអាខ្លាំងស៊ីអាខ្សោយអាខ្លាំងស៊ីអាខ្សោយហ្នឹងភាសាបារាំងគេហៅថា la loi la plus forte អាហ្នឹងចឹងហ៎បាទ la loi la plus forte អាហ្នឹងមានន័យថាច្បាប់អ្នកខ្លាំងបង្កើតច្បាប់អាខ្លាំងស៊ីអាខ្សោយឃើញទេអញ្ចឹងពេលនោះណាថៃត្រូវតែគោរពថៃលៀងងួនត្រូវតែគោរពច្បាប់អន្តរជាតិអាចំណុចដែលទាញឲ្យថៃគោរពច្បាប់អន្តរជាតិហ្នឹងហើយទើបអាចការពារទឹកដីកម្ពុជាបានចំណុចនេះអញ្ចឹងយើងមើលទៅតាមលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសថៃដែលខ្ញុំសរុបនៅចំណុចទី1គឺប្រជាជនថៃមែនទេអបអរសាទរនឹងការយកទឹកដីខ្មែរបានជំរុញមែនទេលើកទឹកចិត្តឲ្យកាត់យកទឹកដីដែលខ្លួនច្បាំងបាននិងជាការព្រមានដាក់លក្ខខណ្ឌដល់អ្នកយកដីបានថាឥឡូវឯងយកបានអញបោះឲ្យហើយកុំឲ្យលបូតចំណុចមួយទៀតបញ្ជាក់ថាថៃបានមើលឃើញចំណុចទី2កម្ពុជាមិនមែនខ្លាំងដូចដែលសម្ដីរបស់ហ៊ុនសែនអួតឬក៏អះអាងឡើយហើយថៃបើយើងនិយាយអំពីចិត្តសាស្ត្រតទៅទៀតក៏មិនចូលចិត្តអន្តោប្រវេសន៍ដោយអាមេរិកដូចដូណាល់ត្រាំក៏អត់ចូលចិត្តអន្តោប្រវេសន៍ហឹមសុខាមិនចូលចិត្តអន្តោប្រវេសន៍ទេថៃក៏ដូចគ្នាដែរក៏វាស្អប់អន្តោប្រវេសន៍ខ្មែរយើងដែរខ្មែរយើងស្អប់អន្តោប្រវេសន៍យួនអាមេរិកស្អប់អន្តោប្រវេសន៍អន្តរជាតិមកពីអាមេរិកខាងជើងអាមេរិកខាងត្បូងដូចជាមិចស៊ីកូអ៊ុយរ៉ាហ្គាយប្រេស៊ីលអីចឹងណាមែនទេខ្មែរយើងស្អប់អន្តោប្រវេសន៍យួនតែងតែរិះគន់អំពីណានិគមយួនអន្តោប្រវេសន៍យួននៅលើទឹកដីប្រទេសកម្ពុជាបងប្អូនពិចារណាមើលថៃក៏វាស្អប់អន្តោប្រវេសន៍ខ្មែរដែរយើងត្រូវតែហ៊ាននិយាយការពិតចឹងថាថៃស្អប់អន្តោប្រវេសន៍ខ្មែរតែឆ្លងដែនចូលទៅស្រុកគេទៅសុំទានទៅធ្វើការធ្វើអីហ្នឹងប៉ុន្តែគាត់ថាវាមិនអាចខ្វះគេហៅថាអន្តោប្រវេសន៍ខ្មែរនៅក្នុងទឹកដីថៃហ្នឹងវងចាប់វាចូលរួមចំណែកនៅក្នុងការជួយសេដ្ឋកិច្ចថៃតាមរយៈការងារមួយចំនួនដែលជនជាតិថៃមិនធ្វើជាពិសេសការងារសេវាកម្មធម្មតាដែលជនជាតិថៃមិនធ្វើជនជាតិថៃដែលគេខ្ពស់គេបោះបង់ចោលទៅហ្នឹងប៉ុន្តែយ៉ាងហោចណាស់បើយើងនិយាយពីចិត្តសាស្ត្រណាគឺពួកដែលមានទំនោរមិនសូវចូលចិត្តអន្តោប្រវេសន៍ខ្មែរជនអន្តោប្រវេសន៍ដែលឆ្លងដែនចូលប្រទេសថៃដែលធ្វើការនៅប្រទេសថៃដោយទោះបីមានអ្នកខ្លះគេបង្ហាញក្តីអ្នកខ្លះមិនបង្ហាញក្តីក៏អារម្មណ៍ប្រទេសនីមួយមិនចូលចិត្តជនអន្តោប្រវេសន៍ទេអញ្ចឹងការដែលមិនចូលចិត្តជនអន្តោប្រវេសន៍នេះគឺជាហេតុមួយដែលនាំឲ្យថៃមើលមកខ្មែរនឹងគឺជាប្រទេសដែលអន់ណាស់មរីបូរ៉ាដែលមានលំហូរអន្តោប្រវេសន៍ព្រោះកម្ពុជាអត់សមត្ថភាពបង្កើតការងារនិងទុនខ្សោយប្រទេសជាទូទៅបងប្អូនមើលនៅអាមេរិកនិងជុំវិញអាមេរិកខ្ញុំនិយាយពីអាមេរិកសហរដ្ឋអាមេរិកណាគឺប្រទេសខ្លាំងប្រទេសដែលអន់គឺតែងតែហូរដូចជាមិចស៊ីកូដូចជាមកពីដូចជាមកពីប៉ារ៉ាហ្គាយមកពីអ៊ុយរ៉ាហ្គាយមកពីវេណេស៊ុយអេឡាមកពីអីទាំងអស់ហ្នឹងគឺវាតែងតែហូរណាវាតែងតែហូរចូលប្រទេសដែលខ្លាំងដើម្បីជីវភាពហើយអានឹងគឺជារឿងធម្មតាទេអញ្ចឹងដូចគ្នានៅពេលដែលប្រទេសថៃខ្លាំងប្រទេសខ្មែរខ្សោយវាហូរចូលជីវភាពអញ្ចឹងនៅពេលដែលអនុទិនណាវាយប្រហារគឺវាធ្វើឲ្យប្រជាជនថៃហ្នឹងនេះគ្រប់គ្រងទៅវិញចំណុចនេះមួយមែនទេចំណុចទី3យើងមើលឃើញថាថៃមិនខ្លាចកម្ពុជាមិនមែនថៃចូលចិត្តសង្គ្រាមទេថាប្រជាជនថៃអត់ចូលចិត្តសង្គ្រាម
ខ្ញុំថាបើយោងតាមការបោះឆ្នោតអត់ចូលចិត្តសង្គ្រាមទេប៉ុន្តែគ្រាន់តែថាថៃវាអត់ចូលចិត្តហ៊ុនសែនវាអាចនៅលើពិភពលោកនេះជាច្បាប់ធម្មជាតិច្បាប់ធម្មជាតិបងប្អូននៅលើពិភពលោកមនុស្សអត់ចូលចិត្តជនផ្ដាច់ការហើយជាពិសេសអ្នកនឹងមិនផ្ដាច់ការក៏ដោយកាន់អំណាចយូរណាតកូនតចៅនឹងសារជាតិរបស់មនុស្សនឹងទោះអ្នកនឹងល្អមកក៏ដោយមានអាកំណត់មួយមិនចូលចិត្តមែនទេឬក៏អាចច្រណែនមិនចូលចិត្តហើយអាចទៅជាច្រណែនទៅទៀតច្រណែនផងមិនចូលចិត្តផងដូច្នេះមានពេលខ្លះការបោះឆ្នោតឲ្យអនុទិនមិនមែនបញ្ជាក់ថាជនជាតិថៃនឹងចូលចិត្តសង្គ្រាមទេប៉ុន្តែអាចបញ្ជាក់ថាថៃអត់ចូលចិត្តហ៊ុនសែនមួយទៀតអាចថាជនជាតិថៃជាច្រើននឹងមើលណាស្អប់សង្គ្រាមដែរប៉ុន្តែមិនខ្លាចដោយសារតែកម្ពុជាវាខ្សោយជាងកម្ពុជាវាខ្សោយជាងបើសិនជាដូចខ្ញុំលើកឡើងទៅខាងដើមសម្ព័ន្ធមិត្តឧទាហរណ៍ថាហ៊ុនសែនគាត់ចាប់សម្ព័ន្ធមិត្តជាមួយយួននាំឲ្យឃើញទេកម្ពុជាមានអាវុធខ្លាំងមានអាវុធខ្លាំងពេលហ្នឹងណាឧទាហរណ៍ថាអាមេរិកក៏បើកលំហទិញអាវុធលក់អាវុធឲ្យប្រទេសកម្ពុជាពេលនោះប្រទេសកម្ពុជាមានសក្តានុពលឧទាហរណ៍ថាអាចទៅតតាំងជាមួយថៃបានណាអនុទិនធ្លាក់ឆ្នោតមកអនុទិនធ្លាក់ឆ្នោតដែរនេះមានន័យថាថៃខ្លាចសង្គ្រាមដែរនៅលើពិភពលោកនេះមនុស្សគឺខ្លាចសង្គ្រាមដែរចំណុចទី4បងប្អូនបើយើងមើលពាក់ព័ន្ធជាមួយនឹងវប្បធម៌ជាមួយនឹងប្រពៃណីជាមួយនឹងទំនៀមទម្លាប់មែនទេគឺមនុស្សវាឆាប់រលាយណាស់វាឆាប់រលាយបងប្អូនសួរថាហេតុអីបានជាខ្មែរនៅកម្ពុជាក្រោមណាមិនរលាយប៉ុន្តែខ្មែរសុរិនមិត្តម៉ានបូរីរ៉ាំស្រះកែវរលាយស្អីដោយសារតែអបបធម៌ប្រពៃណីទំនៀមទម្លាប់មុខមាត់ពណ៌សម្បុរអីវា99%វាដូចគ្នាខ្មែរថៃនឹងវាដូចគ្នាដល់តែពេលដូចគ្នាទៅមនុស្សមួយចំនួនវាអាចចេះដល់តែ2ចំនួនទៅវាឃើញយើងអន់ធម្មតាគេមិនចង់ខ្លាយខ្លួនទៅជាអ្នកអន់ទេសុខចន្ទាហេងគឺគេតែងតែចង់ខ្លាយខ្លួនទៅជាអ្នកដែលពូកែហើយមែនទេតែខ្លាយខ្លួនទៅអ្នកពូកែដូចថាប្រទេសកម្ពុជាយើងនៅខ្សោយអញ្ចឹងមានណាដែលមានមោទនភាពចង់មកខ្លាយទៅជាជនជាតិខ្មែរទៅរបាត់ទៅចេះអញ្ចឹងសរុបសេចក្តីវិញណាបងប្អូនវាជាសញ្ញាមួយដែលប្រាប់ទៅឲ្យខ្មែរយើងរួមសាមគ្គីហ៊ានលីវប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតភាពតានតឹងជំរុញឲ្យខ្មែរយើងសាមគ្គីហ៊ុនសែនណាបើគាត់មិនបដូរអិរិយាបថយកគំរូតាមថៃទេគឺវិនិច្ឆ័យកម្ពុជាសាមគ្គីរឿងឯសាមគ្គីនេះខ្ញុំអត់ចង់សំដៅលើសាមគ្គីបែបហ៊ុនម៉ាណែតទេអត់សំដៅលើការគម្រាមកំហែងចាប់មនុស្សដាក់គុកកំទេចគណៈបកប្រឆាំងសាមគ្គីដូចនៅថៃណែនៅថៃបងប្អូនមើលការបោះឆ្នោតគណៈបកណាក៏អាចចូលរួមបានដែរមនុស្សមានសិទ្ធិទៅឈរឲ្យគេបោះឆ្នោតឬក៏មានសិទ្ធិទៅបោះឆ្នោតនៅប្រទេសកម្ពុជាបងប្អូនគណៈបកនយោបាយណាគឺហ៊ុនសែនប្រើទេរណកម្មតាមរូបភាពច្បាប់ក្រសួងមហាផ្ទៃទទួលស្គាល់មិនទទួលស្គាល់ស្រេចចិត្តមែនទេតាមតុលាការទៅចាត់អ្នកនេះដាក់គុកទុកបុកមិននេះអានឹងហើយដែលធ្វើឲ្យយើងខ្សោយបងប្អូនមើលប្រទេសថៃដែលវាខ្លាំងគឺដោយសារតែអ្នកនយោបាយថៃទាំងអស់នឹងបានសាមគ្គីគ្នានៅលើទឹកដីនៅលើការក្តោបក្តាប់អំណាចមួយពូស្រេងថ្មីប្រទេសកម្ពុជាអត់មានបែបហ្នឹងទេហើយនៅលើពិភពលោកយើងនេះបងប្អូនមើលគំរូប្រទេសដែលរលាយនឹងវិនិច្ឆ័យគឺប្រទេសដែលដឹកនាំបែបដូចហ៊ុនសែននឹងហើយរលាយវិនិច្ឆ័យមកគឺកំទេចជាតិសាសន៍ខ្លួនឯងសិនត្បិតតែហ៊ុនសែនបានអំណាចណាស់បងប្អូនសូម្បីតែនៅក្នុងប្រវត្តិសាស្ត្រប្រទេសចិនដូចជាកាលជប៉ុនត្រួតត្រាឬអង់គ្លេសត្រួតត្រាទៅនរណាដែលនៅខាងជប៉ុនបងហានសុខនាង
អ្នកណាដែលនៅខាងអង់គ្លេសធ្វើបាបជនជាតិចិនអ្នកនឹងបានអំណាចមែនប៉ុន្តែស្រុកចិនរលាយនេះនគរចិនរលាយនគរខ្មែរបងប្អូនបើហ៊ុនសែនគាត់ផ្ដោតលើអំណាចរបស់គាត់ទី1និងណាទឹកដីទី2ច្បាស់ណាស់ហ៊ុនសែននឹងបានអំណាចហើយកម្ពុជានឹងហិនហោចកម្ពុជានឹងដាច់ម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចបងប្អូនចាំមើលដោយសូនរដ្ឋាបើគាត់មិនយកគំរូតាមថៃវិញមានពេលខ្លះគំរូល្អរបស់សត្រូវថៃគឺក្នុងអំឡុងពេលនេះហ្នឹងគឺអត់មានទេគ្រប់គណៈបកគ្រប់រយការនយោបាយហ្នឹងពេលដែលយកបានវាស្ងាត់មាត់ពេលដែលវានេះវាបរាជ័យប៉ុន្តែវាឆ្លុះបញ្ចាំងមួយទៀតជាសច្ចធម៌ជាច្បាប់ធម្មជាតិរបស់មនុស្សគឺណាម៉ុងសៀនស៊ុយមនុស្សតែងតែអបអរសាទរគាំទ្រនៅលទ្ធផលទទួលបានទោះជាតែនឹងធ្វើសង្គ្រាមក៏ដោយលទ្ធផលទទួលបានមានន័យថាបើយោងតាមការបោះឆ្នោតឧទាហរណ៍បើសិនជាមានការបោះឆ្នោតមកពួកវាដែលដូចនៅលទ្ធផលពិតប្រាកដណាដូចនៅប្រទេសថៃមែនគឺការយកដីខ្មែរបានណាចន្ទរិជាកូនសិស្សសូនរាគឺជាលទ្ធផលជាស្នាដៃវិចិត្រសុខនេះឆ្នេះមនុស្សតែងតែគាំទ្រតែងតែអបអរសាទរចំពោះជ័យជំនះមនុស្សនឹងមិនដែលគាំទ្រនឹងមិនអបអរសាទរចំពោះបរាជ័យឡើយខ្ញុំលើកឧទាហរណ៍ដូចជាបាល់ទាត់អ្នកដែលទាត់បានពីនទោះជាមានល្បិចកលយ៉ាងណាក៏ដោយអ្នកគាំទ្រតែងតែអបអរសាទរទាំងដៃពិភពលោកតែងតែក្រឡេកមើលដូចគ្នាអនុទិនធួងសុថេទោះវាសាហាវព្រៃផ្សៃសម្រាប់ខ្មែរវារំលោភច្បាប់អន្តរជាតិមែនទេប៉ុន្តែវាយកដីខ្មែរបានយកដីខ្មែរបានហ្នឹងដែលជាពីនរង្វាន់ពីនរង្វាន់ហ្នឹងដែលធ្វើឲ្យនេះពួកថៃវាទះដៃវាអបអរសាទរប៉ុន្តែបើសិនជាអនុទិននឹងបាត់ដីឬក៏អត់យកដីបានទេមិនបាច់ដីបានដីនៅដដែលអនុទិនណាមកកៅអីអត់បានផងហេតុអីគឺបំផ្លាញជីវិតកងទ័ពបំផ្លាញគ្រាប់បំផ្លាញសន្តិភាពបំផ្លាញលំនៅឋានប្រជាជននៅតាមព្រំដែនគូមិនត្រឹមតែណែមិនទទួលបានមួយកៅអីទេថែមទាំងគេកោទោសគេដាក់ទោសទៀតចឹងជាច្បាប់ធម្មជាតិណាអ្នកដែលធ្វើឲ្យបាត់បង់ទឹកដីជាទូទៅតែងតែទទួលបណ្ដាសានឹងនៅលើពិភពលោកនេះអ្នកដែលឲ្យបាត់បង់ណាគឺគេមិនដែលទៅគ្រប់គ្រងអ្នកនឹងទេមិនដែលទៅគ្រប់គ្រងទេអានឹងបើលក្ខណៈជាសាសមួយដោយដែលខ្ញុំលើកឡើងដូចបាល់ទាត់ចឹងបើកណ្ដាលអ្នកនឹងបានពីរង្វាន់គឺទៅប៉ុន្តែឥឡូវយើងត្រឡប់មកវិញចឹងនៅប្រទេសកម្ពុជាក៏ដូចគ្នាដែរមិនក៏ដូចគ្នាតែអត់មានអីខុសទេប៉ុន្តែបើយើងនិយាយចន្ទទីមកទៅលើភាពសាមគ្គីដែលខ្ញុំចង់សង្កត់ធ្ងន់ទៅនេះថៃគេមានការសាមគ្គីខ្ពស់ណាស់ប៉ុន្តែមិនមែនចូលគណៈបកតែមួយទេបងប្អូនពាក្យថាសាមគ្គីឯកភាពជាតិគឺឯកភាពគ្នាធ្វើអីមួយឧទាហរណ៍ថាយើងលេងបាល់មិនសាមគ្គីមិនរួមគ្នាទៅឲ្យប្រេស៊ីលលើកពានទេណាមិនរួមគ្នាទៅឲ្យបារាំងលើកពានទេណាមិនរួមគ្នាទៅឲ្យជប៉ុនលើកពានទេណាគឺគេឯកភាពប្រកួតដោយគ្រប់តាមលក្ខខណ្ឌអានេះខ្ញុំចង់និយាយឲ្យយល់បងប្អូនច្បាស់ដើម្បីឲ្យបងប្អូនគេសាមគ្គីតើតែចូលជាមួយសំរងស៊ីទាំងអស់សាមគ្គីតើតែចូលជាមួយសែនមែនទេសាមគ្គីគឺជាការឯកភាពជាតិទៅលើលក្ខខណ្ឌអីមួយលក្ខខណ្ឌប្រកួតមែនទេបងប្អូនបើខ្មែរយើងមានកម្លាំងសាមគ្គីខ្លាំងណាស់ពេលនោះចរន្តនយោបាយចរន្តកម្លាំងប្រជាជននៅក្នុងស្រុកនិងចរន្តអន្តរជាតិក៏កាន់តែខ្លាំងពេលណាដែលចរន្តក្នុងស្រុកខ្លាំងចរន្តអន្តរជាតិខ្លាំងមែនទេការរួមកម្លាំងនេះគឺធ្វើឲ្យអំណាចនៃច្បាប់អន្តរជាតិមានឥទ្ធិពលអានឹងផលពេលដែលច្បាប់អន្តរជាតិមានឥទ្ធិពលនាំឲ្យកម្ពុជាមានឥទ្ធិពលផ្លូវច្បាប់ពេលនោះថៃណាចង់មិនចង់ក៏ដោយត្រូវតែគោរពពីព្រោះថៃមិនអាចដកខ្លួនចេញពីឯកោចេញពីអន្តរជាតិហើយបើសហគមន៍អន្តរជាតិបើពិភពលោកតំនីមួយគោរពច្បាប់អន្តរជាតិថៃមិនអាចមិនគោរពបានទេណា
បងប្អូនយើងមើលកម្លាំងបច្ចុប្បន្នណាកម្លាំងគណៈបករដ្ឋាភិបាលក្រៅប្រទេសដូចជាសំរងស៊ីគាត់មានកម្លាំងគ្រប់គ្រងក្នុងស្រុកខ្មែររាប់លានណា